របៀបតាមដានសត្វល្អិតបំផ្លាញទៅលើដំណាំសណ្តែកគួរតើយើងគួរចុះតាមដានសត្វល្អិតនៅពេលណាដើម្បីរកឃើញថាវាមានវត្តមានទៅលើដំណាំសណ្តែកគួររបស់យើងដើម្បីតាមដានសត្វល្អិតទៅលើដំណាំសណ្តែកគួរយើងគួរតែតាមដាននៅពេលដែលមេឃអាកាសធាតុត្រជាក់ដូចជាព្រឹកឬក៏ល្ងាចត្រូវហើយស្លឹកជើងក្រោមយើងបេះវាចោលសារស្លឹកក្រោមពេលច្រើនវាចាយវាឡើងតោងមកមុនសារស្មោចហើយវាឡើងទៅហើយស្លឹកវារួញអញ្ចឹងយើងបេះស្លឹកវាចោលទៅដាំឡើងត្រឹងហើយឃើញមានប្រភេទដង្កូវចូលចិត្តស៊ីស្លឹកស្បែកគួរយើងកំពុងតែឡើងត្រឹងហ្នឹងមានប្រភេទស្លឹករួញបែបនេះយើងគួរតែបេះវាចោលស្លឹកកោងដោយសារវាជាអាចនឹងជំរកសត្វល្អិតឬក៏ចៃបើសិនជាចៃទុនវាចូលវាចម្លងវីរុសឲ្យវារួញស្លឹកចាស់កូនចឹងយើងបេះវាចោលតែគួរcũngរៀងល្អគួរសមខ្លះរត់ត្រឹងក្រោះខុសដាំបន្តិចមិនរង1 2 3 4 5 6 7 8 3រងឃើញមានវត្តមានដង្កូវបាទពួកដង្កូវខៀវចាប់ដើមផ្លាញនេះអានេះយើងតិចចឹងយើងមិនប្រើថ្នាំពុលកាត់ស្កាំគាត់នេះអាចចាប់វាបានចាត់វាស៊ីលំសោះដែរម៉ែបានឃើញនេះកូនមកកូនជួយមើលចាប់ដង្កូវឲ្យស៊ីបដោខ្លាចតែវាស៊ីឡើងបដោវាដង្កូវស៊ីអស់ស្លឹកអានេះវាយើងអត់បានមើលវាស៊ីលឿនពួកដង្កូវហ្នឹងស្នាមដង្កូវស៊ីតែរកដង្កូវអត់ឃើញដង្កូវក្លែងណាបាត់ឃើញស្នាមវាស៊ីអូហើយឡើងចង់ផុតត្រឹងភេទរុយសបាទហ្នឹងក៏បំផ្លាញទៅលើដំណាំខ្លាំងគ្រប់មុខមិនថាសសក់មិនថាស្បែកគួរនិយាយរួមបន្លែផ្សេងវាបំផ្លាញឃើញយើងពេលខ្លះយើងឃើញថារួញអាចរួញមកពីចៃតែជាក់ស្ដែងយើងមកមើលវារួញដោយសាររុយសតាមតំបន់មានកសិកម្មច្រើនរុយសពិបាកគ្រប់គ្រងយើងដាំតិចតួចតាមទីអត់បញ្ហាតែពេលតំបន់ហ្នឹងគឺធ្លាប់ធ្វើកសិកម្មច្រើនអូនេះដង្កូវអានេះឃើញតែអាចដង្កូវអត់ឃើញដង្កូវស៊ីហើយនឹងរតនាប័ត្រពីច្រើនស្បែកគួរបំផ្លាញខ្លាំងដង្កូវរុយសចៃតុនបាទមួយឆ្នាំនេះដង្កូវនេះវាបន្លំខ្លួនមួយស្លឹកស្ដែកយើងមើលឃើញតែពេលខ្លះអញ្ចឹងបើយើងស្ដែកតិចយើងចាប់ដាយបានពេលដាំច្រើនយើងចាប់អត់បានទេអានឹងក៏វាចេញផ្លែអញ្ចឹងពេលព្រឹកត្រជាក់យើងឃើញច្បាស់សួរដល់ចាប់ពេលថ្ងៃក្តៅវារត់ពួន
ស្បែកគោបើយើងការពារប្រភេទសត្វល្អិតរុយសចៃតុនតកៅបានជោគជ័យហើយទី2ស្បែកគោប្រមូលផលបានយូរខុសពីដំណាំត្រសក់ដំណាំផ្សេងនេះស្បែកគោមើលរុយសអានេះវាគ្រប់ដំណាំទាំងអស់វាជក់អញ្ចឹងយើងពិបាកគ្រប់គ្រងវាហើយជំរកវានៅតាមព្រៃដើមឈើផ្សេងៗក៏វានៅបានមើលវាចេញមកចេញជក់ជាដើមតិចជាយើងគ្រាន់ជួយដើរចាប់វាបានអូហេដង្កូវកៅបៃតងចាប់ដើមធ្វើសបុកគៀវមីគៀវក៏មានវត្តមានមកជញ្ជក់ស្ដែកដាក់មាសវាមកជួយសម្អាតសត្វល្អិតនៅក្នុងសួនច្បាររបស់យើងតែមានផ្លែមានអីហ្នឹងវាមកស៊ីនេះគេថាគេហៅថាសត្រូវធម្មជាតិនៃប្រភេទសត្វល្អិតខ្លាញ់គឺមានថាវាជាអ្នកបំផ្លាញវាជាកងទ័ពបំផ្លាញពួកសត្វល្អិតខ្លាញ់ដំណាំយើង